សួស្តីអ្នកទាំងអស់គ្នាយើងត្រឡប់ជួបគ្នាវិញទៀតហើយជាមួយនឹងសាច់រឿងថ្មីមួយដែលយើងទទួលបានពីប្រិមិត្តរបស់យើងញ៉ាំមកដើម្បីធ្វើការនិទានចែកជូនអ្នកទាំងអស់គ្នាស្ដាប់កំសាន្តពេលរាត្រីមុននឹងចូលសាច់រឿងថ្មីនេះ admin សូមអ្នកទាំងអស់គ្នាជួយចុច Subscribe Channel YouTube ម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តដល់ admin ផងអញ្ចឹងយើងត្រឡប់មកសាច់រឿងរបស់យើងវិញកាលពីឆ្នាំ2020បងវីរៈនិងបងរិជាដែលជាអ្នកទីក្រុងហើយបងវីរៈនេះហើយគឺជាអ្នកផ្ញើសាច់រឿងដើម្បីឲ្យយើងធ្វើការនិទាននៅត្រង់ចំណុចនេះខ្ញុំអាចសុំសួរបងប្អូនណាខ្លះដែលមិនខ្លាចខ្មោចហើយជឿថាពិតជាមានដែរឬទេហើយបើសិនជាបងប្អូនគិតថាមានបងប្អូនអាចជួយ comment នៅខាងក្រោមវីដេអូនេះបានទាំងអស់គ្នាណាអញ្ចឹងកុំឲ្យខាតពេលវេលាចូលសាច់រឿងរបស់យើងវិញបងវីរៈបានប្រាប់ថាពួកគាត់ទាំងពីរនាក់ចូលចិត្តស្រាវជ្រាវអំពីរឿងអាត់កំបាំងហើយជាពិសេសនោះគឺជារឿងខ្មោចតែម្ដងពេលវេលាថ្ងៃជប់សម្រាកមួយបងវីរៈក៏បានប្រពួលជាមួយនឹងមិត្តភ័ក្តិគាត់ដើម្បីធ្វើដំណើរទៅឃុំមួយនៅខេត្តកំពង់ឆ្នាំងព្រោះគាត់បានឮនៅទីនោះមានផ្ទះមួយដែលគេទុកចោលជាយូរមកហើយមានអ្នកនៅតែងតែមានរឿងកើតឡើងនៅក្នុងផ្ទះនោះបងវីរៈបានប្រាប់ថាផ្ទះចាស់នោះនៅខាងក្រោយវត្តចម្ងាយប្រហែលជា200ម៉ែត្រដែលស្ថិតនៅលើច្រាំងទន្លេពេលពួកគាត់ទៅដល់ផ្ទះនោះភ្លាមគាត់មើលជុំវិញផ្ទះគ្មានភ្លើងគ្មានទឹកប្រើប្រាស់នោះទេព្រោះគេទុកចោលយូរហើយបន្ទាប់ពីពួកគាត់សម្លឹងមួយសន្ទុះធំហើយក៏សម្រេចចិត្តចូលក្នុងផ្ទះនោះដើម្បីសម្រាកក្នុងយប់ដំបូងនោះមិនមានអ្វីចម្លែកទេហើយបងវីរៈក៏គិតថាគ្មានអ្វីផងសង្ស័យគេកុហកហើយបន្ទាប់មកពួកគាត់ក៏សម្រានលក់រហូតដល់ភ្លឺទៅនៅពេលព្រឹកឡើងមកដល់ពួកគាត់ទាំងពីរក៏ចូលទៅក្នុងភូមិដើម្បីរកមើលទិញអាហារសម្រាប់ការញ៉ាំពេលដែលពួកគាត់ចូលទៅដល់ក្នុងភូមិអ្នកភូមិបានសម្លឹងមើលមកពួកគាត់ដូចជាមនុស្សខុសធម្មតាពួកគាត់ទាំងពីរមិនចាប់អារម្មណ៍អ្វីដែរដោយសារតែគិតថាពួកគាត់មកពីខេត្តផ្សេងអញ្ចឹងអ្នកភូមិមើលមកគាត់ជារឿងធម្មតាទេមកដល់យប់ថ្ងៃទី2បងវីរៈរៀបចំនឹងគេងហើយស្រាប់តែពេលនោះគាត់ឮសំឡេងមនុស្សស្រីម្នាក់យំតិចតិចនៅខាងក្រៅផ្ទះបន្ទាប់ពីគាត់ឮសំឡេងយំហើយគាត់ក៏អឺតមើលចេញតាមបង្អួចភ្លាមនោះគាត់ក៏ឃើញមនុស្សស្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សអង្គុយនៅខាងក្រោមដើមឈើខាងក្រោយផ្ទះបងវីរៈឃើញហើយក៏គ្មានអីចម្លែកចិត្តដែរព្រោះដោយសារតែគាត់មិនខ្លាចខ្មោចប៉ុន្តែបើនិយាយដល់អ្នកដែលខ្លាចខ្មោចវិញគ្រាន់តែឃើញតែប៉ុណ្្នឹងគឺមិននៅទេដោយសារអីព្រលឹងចុងសក់បាត់ហើយបន្ទាប់ពីគាត់បានឃើញហើយគាត់រកហៅមិត្តភ័ក្តិរបស់គាត់ឲ្យមកមើលប៉ុន្តែគ្រាន់តែគាត់ងាកហៅភ្លាមហើយគាត់ងាកទៅវិញក៏បានបាត់មនុស្សស្រីម្នាក់នោះបាត់ទៅពេលនឹងហើយបងវីរៈចាប់ផ្ដើមដឹងថាពិតជាមានរឿងអ្វីចម្លែកកើតឡើងហើយកាត់មកដល់ពេលព្រឹកឡើងពួកគាត់ទាំងពីរក៏សម្រេចចិត្តចូលទៅក្នុងភូមិនៅជិតនោះដើម្បីសួរព័ត៌មានគាត់បានទៅសួរជាមួយអ្នកភូមិដែលនៅក្នុងភូមិនោះអំពីផ្ទះចាស់ដែលនៅខាងក្រោយវត្តហើយគាត់ក៏បានជួបជាមួយនឹងអ៊ំស្រីម្នាក់ដែលរស់នៅក្នុងភូមិក្បែរនោះបានប្រាប់គាត់ថាកាលពីប្រហែលឆ្នាំមុនផ្ទះហ្នឹងគឺមានគ្រួសារមួយដែលមានគ្នាប្រហែល 4-5 នាក់មាននារីក្មេងម្នាក់ដែលជាកូនប្រហែលអាយុ18ឆ្នាំបានស្លាប់ដោយគ្មានមូលហេតុនៅខាងក្រោយផ្ទះនោះបន្ទាប់ពីនាងបានស្លាប់ទៅគ្រួសារហ្នឹងក៏បានរើចេញពីផ្ទះនោះតែម្ដងទៅបន្ទាប់មកបងវីរៈក៏បានសួរទៅអ៊ំស្រីពីរូបរាងរបស់មនុស្សស្រីម្នាក់ដែលស្លាប់ហ្នឹងបងវីរៈគាត់ថារាងទាបបន្តិចនិងសក់វែងត្រឹមចង្កេះនឹងមែនអ៊ំស្រីក៏ថានឹងហើយកូននឹងកាលនៅរស់ស្អាតសក់ឡើងរលាស់ពេលហ្នឹងបងវីរៈថាអ៊ំស្រីសម្លឹងមើលមកគាត់ឡើងឆ្ងល់មិនបានបងវីរៈដឹងរឿងហ្នឹងពេលបងវីរៈស្ដាប់ហើយបងវីរៈរកនឹងលីអ៊ំស្រីនឹងទៅវិញបន្ទាប់មកអ៊ំស្រីក៏បានប្រាប់បងវីរៈថាកុំឲ្យចូលទៅផ្ទះហ្នឹងនឹងធ្វើអីប៉ះពាល់ទៅលើផ្ទះហ្នឹងប្រយ័ត្នមានរឿងដល់ខ្លួនដោយសារតែធ្លាប់មានអ្នកមកលេងនៅលើផ្ទះហ្នឹងហើយត្រូវក្មេងស្រីហ្នឹងធ្វើដាក់ឡើងចង់ឈួតបន្ទាប់ពីបងវីរៈត្រឡប់មកដល់ផ្ទះចាស់ហ្នឹងវិញគាត់សង្កេតឃើញថាមានអ្វីខុសប្លែកពីធម្មតានៅក្នុងយប់នោះគាត់ព្យាយាមតាមមើលថាតើនឹងមានអ្វីកើតឡើងហើយនឹងឃើញមនុស្សស្រីដែលស្លៀកសម្លៀកបំពាក់ពណ៌សនឹងទៀតដែរឬអត់បងវីរៈសម្រាប់បានមួយសន្ទុះគាត់នឹកឃើញថាចង់ចុះទៅខាងក្រោមដើម្បីស្វែងរកអ្វីមួយយ៉ាងនៅពេលដែលពួកគាត់ទាំងពីរចុះទៅខាងក្រោមហើយពួកគាត់មិនបានឃើញអ្វីទាំងអស់បងវីរៈក៏បានឲ្យមិត្តភ័ក្តិរបស់គាត់ដើរទៅខាងក្រោយទាំងអស់គ្នានៅពេលដែលពួកគាត់ដើរទៅខាងក្រោយពួកគាត់ឃើញស្រមោលមួយរត់យ៉ាងលឿនចូលមកខាងក្រោមផ្ទះពួកគាត់ទាំងពីរក៏ដេញតាមជាមួយនឹងស្រមោលនោះមកដល់ទីតាំងដែលស្រមោលបានចូលពួកគាត់មិនបានឃើញស្រមោលនៅទីតាំងនោះទេប៉ុន្តែអ្វីដែលគាត់បានឃើញនោះគឺមានឈាមប្រឡាក់នៅលើជញ្ជាំងនៅក្បែរឈាមនោះគឺមានរូបថតមួយសន្លឹកដែលជារូបថតរបស់មនុស្សប្រុសប្រឡាក់ទៅដោយឈាមនៅខាងក្រោយសន្លឹករូបថតគឺមានសរសេរពាក្យថាស្លាប់នៅពេលដែលពួកគាត់ចេញពីកន្លែងដែលឃើញរូបថតប្រឡាក់ដោយឈាមនោះហើយបងវីរៈក៏លេចឃើញជាមួយនឹងមនុស្សស្រីម្នាក់ឈរនៅក្បែរដើមឈើដែលពាក់អាវពណ៌សប្រឡាក់ដោយឈាមពេញខ្លួនជាមួយនឹងទឹកមុខដែលគួរឲ្យខ្លាចភ្លាមនោះបងវីរៈក៏បានស្រែកសួរថានរណាគេហ្នឹងមកឈរនៅក្រោមដើមឈើនាងក៏ស្រែកដាក់ដោយខ្លាំងៗថាគុំចេះដឹងរឿងអញបើមិនចង់ស្លាប់ទេចេញទៅឲ្យឆ្ងាយទៅហើយតែពួកគាត់ទាំងពីរមិនខ្លាចក៏តោមទៅវិញថាអញមិនទៅចង់ធ្វើអីពួកអញត្រង់នេះបងវីរៈនិងមិត្តភ័ក្តិរបស់គាត់ពិតជាអស្ចារ្យមែនតើអត់ខ្លាចខ្មោចឆ្លុះគ្នាជាមួយខ្មោចទៀតអញ្ចឹងបងប្អូនដែលខ្លាចខ្មោច
កុំឆ្លោះគ្នាអើយបើឃើញគឺរត់ទៅកុំនៅតែបងវីរៈជាមួយនឹងមិត្តភក្តិរបស់គាត់គឺគាត់អត់ខ្លាចអញ្ចឹងគាត់អាចមានសិទ្ធិតតាំងជាមួយនឹងខ្មោចនេះហើយចាំប្របួរប្រិយមិត្តទាំងអស់គ្នាដែលកំពុងខ្លាចខ្មោចទៅឆ្លោះគ្នាជាមួយខ្មោចដើម្បីកុំឲ្យខ្លាចខ្មោចថ្ងៃក្រោយអញ្ចឹងប្រិយមិត្តអ្នកខ្លះដែលចង់ចូលរួមអាច comment នៅខាងក្រោមវីដេអូបានណាបាទអញ្ចឹងយើងតសាច់រឿងរបស់យើងវិញកុំឲ្យវែងឆ្ងាយបន្ទាប់ពីបងវីរៈបានតតាំងជាមួយនឹងនាងខ្មោចរួចហើយនាងខ្មោចក៏បាននិយាយប្រាប់បងវីរៈថាបើមិនចេញនឹងមានរឿងកើតឡើងមិនខានបន្ទាប់មកនាងក៏ដើរចូលទៅក្នុងព្រៃបាត់ទៅហើយបងវីរៈដោយសារតែគាត់មិនខ្លាចទើបគាត់នៅបន្តដើម្បីចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងទៅលើគាត់ទាំងពីរនាក់បងវីរៈគាត់បានប្រាប់ថានៅក្នុងយប់នោះពិតជាធ្វើឲ្យគាត់ទាំងពីរនាក់រៀងបាក់ស្បាតមែនទែនដោយសារតែពួកគាត់ទាំងពីរមិនបានគេងពីយប់ដំបូងគឺគាត់បានគេងលក់ធម្មតាមិនមានសំឡេងរំខានអ្វីទាំងអស់ហើយមិនមានអារម្មណ៍ថាខ្លាចឬមួយក៏អារម្មណ៍ព្រឺព្រួយអីទេប៉ុន្តែដោយសារតែយប់ទី3នេះនាងខ្មោចបានថាបើសិនជាពួកគាត់មិនចេញពួកគាត់នឹងមានរឿងមិនខានអញ្ចឹងហើយទើបធ្វើឲ្យពួកគាត់មិនអាចគេងបានអ្វីដែលគាត់ចាប់អារម្មណ៍ខ្លាំងគឺយប់ទី3នេះគឺមានចេញសត្វពស់សុទ្ធតែជាសត្វដែលគួរឲ្យខ្លាចចេញមកទាំងអស់អញ្ចឹងហើយទើបធ្វើឲ្យពួកគាត់ទាំងពីរនាក់មិនអាចគេងបានហើយគាត់ទាំងពីរនាក់ក៏សម្រេចចិត្តថាត្រឡប់មកទីក្រុងវិញគាត់មកវិញមិនមែនតែគាត់ខ្លាចខ្មោចទេពួកគាត់ខ្លាចពស់ចឹកនិងសត្វពឹសផ្សេងនាំឲ្យមានផលប៉ះពាល់ដល់ខ្លួនអញ្ចឹងហើយរឿងយើងក៏បានមកដល់ទីបញ្ចប់ព្រោះបងវីរៈគាត់ចែករំលែកមកតែប៉ុណ្្នឹងអញ្ចឹងសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលមានរឿងជួបផ្ទាល់ខ្លួនហើយចង់ធ្វើការចែករំលែកអាចចែករំលែកតាមរយៈខ្ញុំបានខ្ញុំនឹងធ្វើការនិទានរឿងឲ្យបងប្អូនស្ដាប់ទាំងអស់គ្នាសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្ត